យើងនឹងបន្តគ្នានៅក្នុងភាគទី4ដែលនិយាយតាក់ទងជាមួយនឹងភាពអត់ធ្មត់ដ៏ស្រស់បំព្រងរបស់ព្យាការីយ៉ាកូបអាឡៃហ៊ីសាឡាមដែលរឿងរ៉ាវនេះយើងនឹងបន្តគ្នាថាព្យាការីយ៉ាកូបសម្លឹងមើលអាវដែលប្រឡាក់ដោយឈាមប៉ុន្តែគ្មានស្នាមរហែកបេះដូងជាឪពុកដឹងថាមានរឿងមិនស្រួលទុក្ខសោកបានបោកបក់មកលើលោកដូចជារលកយក្សប៉ុន្តែក្នុងនាមជាអ្នកមានជំនឿ លោកមិនបានត្អូញត្អែឬជេរប្រទេចប្រសានោះឡើយលោកបានមានប្រសាសន៍ទាំងទឹកភ្នែកហូរស្រក់ថាទេនេះមកពីចិត្តរបស់ពួកឯងទេដែលរៀបចំរឿងនេះឡើងដូច្នេះសម្រាប់ខ្ញុំគឺមានតែភាពអត់ធ្មត់ដ៏ស្រស់បំព្រងហើយចំពោះអ្វីដែលពួកឯងនិយាយនេះមានតែអល់ឡោះតែមួយគត់ដែលជាជំនួយរបស់ខ្ញុំលោកបានជ្រើសរើសការស្ងប់ស្ងាត់និងការជឿជាក់លើព្រះជាម្ចាស់ ជាជាងការឆ្លោះប្រកែកដែលគ្មានប្រយោជន៍នៅក្នុងភាគទី4នេះយើងសូមបញ្ចប់ត្រឹមនេះយើងនឹងបន្តគ្នានៅភាគទី5នៅក្នុងវីដេអូបន្តទៀតអ៊ីនសាអល់ឡោះ